គោរពជំរាបសួរពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសាជាថ្មីជាមួយនឹង Channel សំណាង Cooking ថ្ងៃនេះ Channel សំណាង Cooking មកចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើអង្ក្រងខាំគោសម្រាប់មុខម្ហូបមួយមុខនេះពុកម៉ែបងប្អូនបាទគឺថាត្រូវមែនតែនសម្រាប់ការជួបជុំគ្នាមិនថាមិត្តភ័ក្តិឬក៏បងប្អូនអីទេបាទមានការជួបជុំគ្នាគឺធ្វើមុខម្ហូបមួយមុខនេះទទួលទានទៅគឺថាឆ្ងាញ់ណាស់ពុកម៉ែបងប្អូនបាទឥឡូវមកមើលគ្រឿងផ្សំទាំងអស់គ្នាពុកម៉ែបងប្អូនបាទហើយគ្រឿងផ្សំថ្ងៃនេះបាទអត់មានអីច្រើនទេដូចខ្ញុំបង្ហាញអញ្ចឹងនេះបាទហើយសាច់គោថ្ងៃនេះបាទគឺខ្ញុំទិញសាច់ដាតបាទកន្លះគីឡូដោយសារសាច់ត្រង់នេះវាមានសរសៃនៅខាងក្នុងហើយសរសៃរបស់វាគឺថារីកពេលដែលត្រូវទឹកពុកម៉ែបងប្អូនបាទហើយខ្ញុំមានគល់ស្លឹកគ្រៃស្លឹកក្រូចរំដេងខ្ទឹមសខ្ទឹមក្រហមហើយជាមួយនឹងគ្រឿងឆ្នាំងដីបាទសាតេហើយជាមួយនឹងម្ទេសក្រៀមបាទម្ទេសឆ្អើរយើងហ្នឹងបាទយើងកិនវាមកទៅហើយខ្ញុំបន្ថែមជាមួយនឹងទឹកអំពិលទុំបន្តិចហើយបើពុកម៉ែបងប្អូនមានខ្ទិះដូងបាទប្រើខ្ទិះដូងទៅហើយអត់មានប្រើទឹកដោះគោឆៅក៏បានដែរហើយបន្ថែមជាមួយនឹងទឹកដោះគោខាប់បន្តិចបាទសម្រាប់រំដេងខ្ទឹមសខ្ទឹមក្រហមបាទហាន់របៀបដូចខ្ញុំបង្ហាញទៅពុកម៉ែបងប្អូនបាទគ្រឿងទាំងអស់ហ្នឹងបាទយើងហាន់វាទុកមួយដុំទៅហើយគល់ស្លឹកគ្រៃបាទយើងស្លាយវាស្ដើងអញ្ចឹងមកបាទប្រើ2 3គល់ទៅពុកម៉ែបងប្អូនបាទដើម្បីឲ្យវាមានក្លិនឈ្ងុយហើយសម្រាប់ស្លឹកក្រូចសើចបាទយើងបេះទំនងរបស់វាចេញទៅបាទហើយហាន់វាអញ្ចឹងមកពុកម៉ែបងប្អូនបាទហ្នឹងឯងងាយទេពុកម៉ែបងប្អូនបាទគ្រឿងផ្សំរបស់វាអត់ពិបាកទេបាទហើយខ្ទឹមសបាទប្រើ2 3កំពឹសទៅខ្ទឹមក្រហម1មើម2មើមអញ្ចឹងណាពុកម៉ែបងប្អូនបាទគ្រឿងទាំងអស់ហ្នឹងយើងប្រើមួយមុខតិចទៅហើយនេះសម្រាប់សាច់គោបាទគឺយើងយកវាមកស្លាយជាបន្ទះស្ដើងអញ្ចឹងមកនេះដូចខ្ញុំបង្ហាញអញ្ចឹងពុកម៉ែបងប្អូនបាទនេះសាច់ម្ដាតហ្នឹងគឺសាច់នៅត្រង់កន្លែងហ្នឹងបាទគឺថាវារសជាតិរបស់វាឆ្ងាញ់ហើយពិសេសនោះគឺវាមានសរសៃនៅខាងក្នុងហើយសរសៃរបស់វារីកទេពុកម៉ែបងប្អូនបាទអត់ស្វិតទេបាទនេះយើងស្លាយជាបន្ទះស្ដើងអញ្ចឹងមកបាទដូចខ្ញុំបង្ហាញអញ្ចឹងឥឡូវយើងមកលាយគ្រឿងផ្សំទាំងអស់ហ្នឹងចូលគ្នាបាទយើងចាក់សាច់គោចូលទៅបាទសាច់គោដែលយើងបានហាន់មិញហ្នឹងបាទបន្ទាប់មកគឺយើងចាក់ជាមួយនឹងអង្ក្រងបាទអង្ក្រងយើងទិញបាទមើលទៅបាទមានពងមានអីក៏បានមិនមានក៏អត់អីដែរពុកម៉ែបងប្អូនបាទចាក់អង្ក្រងចូលហើយបន្ថែមជាមួយនឹងសាតេបាទសាតេខ្ញុំចាក់ទាំងអស់បន្ទាប់មកគឺយើងដាក់ជាមួយនឹងម្ទេសឆ្អើរបាទម្ទេសក្រៀមហ្នឹងដែលយើងកិនឲ្យម៉ត់ហ្នឹងបាទខ្ញុំដាក់ទាំងអស់ដែរហើយខ្ញុំលួចជាមួយនឹងទឹកអំពិលទុំបាទទឹកអំពិលទុំខ្ញុំប្រើ2ស្លាបព្រាបាយបាទយើងបន្ថែមវាបន្តិចទៅបាទដើម្បីឲ្យវាមានរសជាតិជូរឆ្ងាញ់បាទហើយបើពុកម៉ែបងប្អូនមិនដាក់ក៏អត់អីដែរបាទដោយសារយើងប្រើអង្ក្រងតែគ្រាន់តែថាយើងខ្លាញ់អង្ក្រងយើងវាអត់សូវជូរអញ្ចឹងណាបាទបន្ទាប់មកគឺយើងចាក់ជាមួយនឹងទឹកដោះគោឆៅបាទទឹកដោះគោឆៅឬក៏ខ្ទិះដូងហ្នឹងបាទចាក់ចូលទៅហើយបន្ថែមជាមួយនឹងទឹកដោះគោខាប់បាទខ្ញុំដាក់2ស្លាបព្រាបាយទៀតទៅបាទហើយសម្រាប់ប៊ីចេងស្ករបាទដោយសារយើងប្រើទឹកដោះគោឆៅហើយយើងប្រើទឹកដោះគោខាប់ទៀតអញ្ចឹងគឺខ្ញុំប្រើស្ករសបន្តិចបាទហើយម្សៅស៊ុបបន្តិចប៊ីចេងបន្តិចទៅហើយទឹកត្រីបន្តិចទៀតទៅបាទបើមានប្រេងខ្យងបាទបន្ថែមជាមួយនឹងប្រេងខ្យងបន្តិចទៀតទៅបាទហើយយើងច្បល់គ្រឿងទាំងអស់ហ្នឹងបាទឲ្យចូលសព្វបាទឲ្យសព្វជាមួយនឹងសាច់គោរបស់យើងហ្នឹងបាទប្រឡាក់ផ្អាប់វាទុកមកបន្ទុះទៅណាពុកម៉ែបងប្អូនបាទដើម្បីឲ្យវាចូលជាតិគ្នាបានល្អបាទឥឡូវឃើញថាយើងច្បល់វាឲ្យសព្វល្អអញ្ចឹងនេះដូចខ្ញុំបង្ហាញអញ្ចឹងពុកម៉ែបងប្អូនបាទឃើញទេបាទទំនងណាស់ហើយហ្នឹងហើយមុខម្ហូបមួយមុខនេះឃើញថាតែប៉ុណ្្នឹងគឺរួចរាល់ហើយបាទអត់មានអីទៀតទេបាទក្រងខាំគោគឺតែប៉ុណ្្នឹងឯងបាទយើងគ្រាន់តែយកវាទៅវិចឬទៅខ្ចប់បាទខ្ចប់ជាមួយនឹងกระดาษអាលុយមីញ៉ូមក៏បានបាទហើយបើយើងមានស្លឹកចេកបាទខ្ចប់ស្លឹកចេកទៅនឹងឥឡូវខ្ញុំផ្អាប់ឲ្យវាចូលជាតិអស់ហើយឥឡូវខ្ញុំបន្ថែមជាមួយនឹងបាទគ្រឿងទាំងអស់ដែលយើងបានហាន់មិញហ្នឹងបាទមានរំដេងមានស្លឹកក្រូចមានខ្ទឹមសខ្ទឹមក្រហមហើយគល់ស្លឹកគ្រៃហ្នឹងបាទយើងចាក់វាចូលទៅហើយច្បល់វារៀងសបន្តិចទៅណាពុកម៉ែបងប្អូនបាទតែប៉ុណ្្នឹងទៅចិត្តរួចរាល់ហើយមុខម្ហូបយើងបាទចិត្តបានញ៉ាំហើយយើងយកវាទៅខ្ចប់ជាមួយនឹងស្លឹកចេកឬក៏กระดาษអាលុយមីញ៉ូមបាទហើយថ្ងៃនេះខ្ញុំប្រើกระดาษអាលុយមីញ៉ូមដើម្បីខ្ចប់វាដើម្បីយកទៅអាំងបាទហើយក៏ខ្ញុំបន្ថែមជាមួយនឹងស្លឹកចេកដើម្បីទ្រាប់វាតិចចឹងណាដើម្បីឲ្យវាមានក្លិនឈ្ងុយបាទឈ្ងុយចេញពីស្លឹកចេកហ្នឹងណានេះពុកម៉ែបងប្អូនមកឃើញទេក្រងខាំគោបាទហើយសម្រាប់របៀបខ្ចប់បាទក៏ខ្ញុំបង្ហាញនៅក្នុងវីដេអូនេះដែរពុកម៉ែបងប្អូនមើលទៅបាទហើយបើពុកម៉ែបងប្អូនមានរបៀបខ្ចប់យ៉ាងម៉េចដែលងាយដែលស្រួលដែលគិតថាខ្ចប់ទៅបាទស្រួលអាំងស្រួលអីចឹងបាទធ្វើតាមរបៀបបងប្អូនទៅហើយបើបងប្អូនអត់ដឹងអត់ចេះបាទមើលតាមខ្ញុំធ្វើតាមរបៀបខ្ញុំក៏បានដែរពុកម៉ែបងប្អូនបាទងាយបាទឥឡូវយើងខ្ចប់រួចរាល់ហើយបាទយើងយកវាទៅដាក់អាំងលើភ្លើងបាទយើងបើកភ្លើងឲ្យខ្លាំងតិចទៅបាទហើយអាំង
ត្រឡប់វាសងខាងណាពុកម៉ែបងប្អូនបាទមួយខាងយើងអាំង2 3នាទីទៅបាទឥឡូវរួចរាល់ហើយបាទឥឡូវមកអ៊ុតមើលទាំងអស់គ្នាបាទបើកមកក្តៅក្លិនឈ្ងុយជះឈ្ងុយឈ្ងប់ហ្មងពុកម៉ែបងប្អូនបាទមុខម្ហូបមួយមុខនេះហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនបាទចូលចិត្តវីដេអូនេះបាទជួយ share ចែកម្លែកបន្តផងបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត